ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកពីការ download file របស់ iPhone ចាប់ពី iPhone ស៊េរីទាបដល់ស៊េរីខ្ពស់បាទដូចតែគ្នាទេវិធី download មានពីរទី1យើងអាច download តាម Studio Tool ទី2យើងអាច download តាមជ្រោកដល់ឥឡូវយើងមកសិក្សាទៅលើការ download ទៅលើ Studio Tool វិញយ៉ាងវីដេអូទី2ខ្ញុំធ្វើបទបង្ហាញពីការ download ក្នុងនេះតាម website ឥឡូវយើងចុច Studio Tool មកបន្តមកទៀតយើងទី1ទី2 3ទី4បាទកន្លែង Smart Class នេះបន្តមកទៀតយើងចូល firmware នេះណាត្រង់នេះគឺគេបញ្ជាក់ពី device ហើយកន្លែងដែលយើងត្រូវនោះគឺយើងត្រូវកន្លែង iPhone បាទបើសិនតែវានៅលើ iPad យើងយក select វាមកយក iPhone មកត្រង់នេះគឺសម្រាប់យើងរើស model រើស Mac iPhone 10នេះគេដាក់ 16E បាទអញ្ចឹងយើងចុចលើវាមកឥឡូវឧទាហរណ៍ថាបងប្អូនចង់ download ទៅលើ iPhone 11អញ្ចឹងយើង select 11មកបន្ទាប់ពីយើងចូលហើយនៅលើនេះគឺវាបញ្ជាក់ version បាទ size ទំហំ G ហើយ version ណាដែលអាចjailbreak បានហើយ flash ហ្នឹងបើន័យថាយើងយកទៅ flash យើងយកទៅ RAI ណាអញ្ចឹងអាចំណុច QQ នេះគឺចំណុចដែលយើងយកទៅ RAI បានហើយបើន័យថាក្រុមហ៊ុនគាត់បើកឲ្យយើង flash បានហើយយើង RAI បានហើយបាទអញ្ចឹងនៅក្នុងនេះយើងអាចជ្រើសរើសបានបាទយើងចង់យក 26.2 នេះក៏បានយើងយក 26.2 យ៉ាងក្រោមនេះក៏បានដែរឬក៏ 21.1 អញ្ចឹងយើង download មកបន្ទាប់យើងចុច download មកគឺវា load មកខាងស្នាមណៃនេះបាទដែលមានលេខ1នេះណាអញ្ចឹងគឺយើងរងចាំបាទយើងរងចាំរហូតសំលុបនេះមួយសិនរហូតដល់វាដើរពេញបាទទំហំរបស់វាគឺ 8G.85 បាទអញ្ចឹងពេលដែល download ហើយគឺវា load មកកន្លែង firmware កន្លែងនេះហើយយើងអាចចូលទៅមើលដាក់ open មកចូលទៅមើល folder ដែល download បានណានេះចង់ copy ទៅកន្លែងផ្សេងក៏បានដែរអញ្ចឹងយើងរងចាំរហូតដល់ download ចប់យើងយក file ហ្នឹងទៅ flash យើងយក file ហ្នឹងទៅ RAI ទៅលើ iPhone 11ឬក៏ iPhone ផ្សេងៗដែលបងប្អូន download អញ្ចឹងប៉ុណ្ណឹងគឺយើងចាំតាមដានទស្សនាវីដេអូក្រោយទៀត